តើអ្នកធ្លាប់ឃើញអ្វីមួយនៅក្នុងមហាសមុទ្រដែលមើលទៅដូចជាទូកឬកប៉ាល់ដ៏ធំមួយកំពុងហែលទឹកទេតាមពិតទៅនោះប្រហែលជាបាឡែនខៀវឬបាឡែនយ៉ាក់សៀងទៀតកំពុងតែរកចំណីរបៀបដែលបាឡែនទៅនេះរកចំណីគឺពិតជាគួរឲ្យភ្ញាក់ផ្អើលនិងមើលទៅដូចជាទស្សនវិជ្ជាដែលចេញពីភាពយន្តបែបវិទ្យាសាស្ត្របាឡែនខៀវដែលជាសត្វធំបំផុតនៅលើភពផែនដីប្រើប្រាស់វិធីសាស្ត្របរិប័ន្នមួយដែលគេហៅថា launch feeding ដំណើរការគឺមានលក្ខណៈដូចនេះ 1. បើកមាត់យ៉ាងធំបាឡែនទាំងនេះបើកមាត់របស់វាឲ្យបាំងធំទូលាយបំផុតហើយហែលសំដៅទៅរកហ្វូងត្រីតូចៗឬក្រៀលគឺសត្វតូចៗដូចបង្គា 2. លាបទឹកសមុទ្រពួកវាបានលាបត្របាក់ត្រីរាប់តោននិងទឹកសមុទ្រចូលទៅក្នុងមាត់របស់វាស្បែកនៅក្រោមឈាមរបស់វាអាចរីកប៉ោងឡើងដូចជាប៉េងប៉ោងដ៏ធំមួយដើម្បីផ្ទុកទឹកបានយ៉ាងច្រើន 3. ច្រោះយកទឹកចេញបន្ទាប់មកបាឡែននឹងរុញទឹកសមុទ្រទាំងនោះចេញតាមរយៈឆ្អឹងត្រីបាឡែនឬ baleen plates ដែលស្ថិតនៅក្នុងមាត់របស់វាឆ្អឹងនេះដើរតួជាតម្រង់ដែលបន្សល់ទុកតែក្រៀលឬត្រីតូចៗប៉ុណ្ណោះសម្រាប់បរិភោគពួកវាត្រូវតែបរិភោគចំណីយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទទួលបានថាមពលដែលពួកគេត្រូវការសម្រាប់ការធ្វើចំណាកស្រុកនិងការបន្តពូជវិធីសាស្ត្រនៃការបរបាញ់ដោយការក្រឡុកខ្លួននិងបើកមាត់ធំៗនេះគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការចាប់ហ្វូងសត្វតូចៗដែលនៅប្រមូលផ្ដុំគ្នាការទស្សនាទិដ្ឋភាពដែលបាឡែនយ៉ាក់បើកមាត់ដ៏ធំរបស់វាចេញពីទឹកគឺជាភាពអស្ចារ្យដែលបង្ហាញពីអំណាចនិងទំហំនៃធម្មជាតិនៅក្នុងមហាសមុទ្រ